flow ចប់តែម្ដងតើតើជាមួយនឹងការបង្កើតក្រុមហ៊ុនថ្មីជាមួយនឹងការដែលយើងអាច access ចូលទៅប្រើ Smart Financial System ប្រភេទ Trial និងអាច subscription បានឥឡូវយើងដាក់ឈ្មោះយើងមក Smart Finance ឈ្មោះអ្នកគ្រប់គ្រងយើងដាក់ Smart Boy មក Tester okay លេខទូរស័ព្ទសម្រាប់ពាក្យសញ្ញាយើងដាក់ងាយស្រួលមកអូខេតោះមកឡើងធ្វើមានដូចសិននេះយើងទៅយកប្រូមកយើងអាចចូលប្រសេសបាននេះគឺមក host ហ្នឹងអូខេ password not match អបហើយមិញវាយខុសយកចេះតែម្ដងទៅកន្លែងនេះ password ទៅ confirm មកដូចគ្នាវាមិនអញ្ចឹងទេខុសដូចខ្ញុំអញ្ចឹងអូខេរួចរាល់បន្តមកទៀតយើងចុចចូលកន្លែងនេះមានគណនីរួចហើយចុចចូលចុច12នាទីផងសម្រាប់ជាថ្មីយើងអាចតេស្តឲ្យបានអូខេតើតើមកសិនមានអតិថិជនស្នើកម្ចីយើងអាចចូលទៅបង្កើតកម្ចីថ្មីមកយើងដាក់ណាពេភ្នំពេញជ្រើសរើសមកយើងដាក់ Smart Boy មិញជាម្ចាស់ក្រុមហ៊ុនតម្លាក់កម្ចីថ្ងៃហ្នឹងអតិថិជនថ្មីដល់មកទីហោឈ្មោះគាត់ឈ្មោះគីមយ៉ាងណាតែស្រីលេខទូរស័ព្ទ096អូខេប៉ុណ្ណឹងចាសម្រាប់ថ្ងៃនេះយើងស្រេចមកយើងយកនៅណាពេញខាងខ្សែកែវសង្កាត់បាទជ្រើសរើសភូមិមកភូមិលោយ៉ាងណាអូខេគាត់ស្នើប្រមាណលានទី3 4 5 6អត្រាការប្រាក់ក្នុងមួយថ្ងៃរបស់គាត់គឺ0.3អូខេ 0.3% ក្នុងមួយថ្ងៃសេវា20,000 រៀលយើងមានជាប្រភេទខែទឹកកន្លះខែដល់ទៅថ្ងៃក៏យក30ថ្ងៃអូខេនេះជាថ្ងៃណាប៉ុណ្ណឹងរួចរាល់បើករណីមានទ្រព្យធានាយើងដាក់ទ្រព្យធានាបើមិនគ្មានទ្រព្យធានាទេយើងកុំបាច់ដាក់បានណាចុចបញ្ជូនជាការស្នាច់ក្នុងការធ្វើ loan ជាអតីតកន្លះខែឬក៏ loan មួយខែគឺដូចគ្នាអត់មានបញ្ហាទេចេញមកគឺស្អាតអញ្ចឹងអតិថិជនស្អាតទៀតអូខេតោះមកយើងអាច print បានឡប់ក្រោយកន្លែងនេះគឺតកតងជាមួយនឹងការបង្កើតកម្ចីបន្តមកតកតងជាមួយនឹងការសងប្រាក់ឧទាហរណ៍បើសិនយើងទៅកម្ចីគាត់ក្នុងថ្ងៃនេះយើងត្រូវ payment ក្នុងថ្ងៃហ្នឹងមួយថ្ងៃតែម្ដងអញ្ចឹងយើងចូលលើថ្ងៃដដែលឬក៏យើងអាច select ថ្ងៃណាដែលគាត់ចង់បង់ទុកឬក៏អីយើងអាច select បានអូខេគាត់បង់ចំថ្ងៃហ្នឹងយើងគ្រាន់តែ save ប៉ុណ្ណេះមកគឺស្មើនឹងអតិថិជនម្នាក់ហ្នឹងបានបង់លុយសម្រាប់ថ្ងៃហ្នឹងមួយថ្ងៃរួចរាល់នេះចូលមកបញ្ជីកម្ចីរបស់យើងអូខេនេះអតិថិជនម្នាក់ហ្នឹងបានបង់លុយសម្រាប់ថ្ងៃហ្នឹងហើយនេះអាចឆែកបញ្ជីអតិថិជនរបស់យើងបានអូខេនេះគឺជាបញ្ជីអតិថិជនរបស់យើង C01 របស់យើងគឺខ្ចី1លានកម្ចីថ្ងៃហ្នឹងហើយការសងប្រាក់របស់គាត់តម្លាក់ថ្ងៃហ្នឹងគឺគាត់សងថ្ងៃហ្នឹងមួយថ្ងៃអញ្ចឹងគាត់សល់តែ29ថ្ងៃទេឬស្មើ29ដងទៀតអញ្ចឹងបើសិនជាយើងចង់ឆែកមើលការបង់របស់គាត់យើងអាចពិនិត្យមើលទៅអូខេគាត់បង់ប៉ុន្មានម្ដងយើងចុចឲ្យហ្នឹងបើសិនករណីអតិថិជននឹងបង់ផ្ដាច់យើងអាចចុចកន្លែងនេះមួយគឺបង់ផ្ដាច់តែម្ដងអានេះករណីក្នុងការធ្វើការបង់ផ្ដាច់ណាអញ្ចឹងគាត់អត់តបង់ផ្ដាច់ទេនេះគាត់ជាការសាកល្បងរបស់យើងទេនេះការបង្កើតពាក្យកម្ចីបើសិនយើងអត់ចង់ធ្វើកម្ចីថ្មីយើងអាចធ្វើកន្លែងនេះបានដូចគ្នាអូខេ
តារាងនៃការសងប្រាក់តារាងសងប្រាក់នេះមានន័យថាអតិជនណាដែលត្រូវសងគឺគាត់នឹងលោតចំឈ្មោះក្នុងថ្ងៃហ្នឹងដែលត្រូវសងមកវិញអញ្ចឹងថ្ងៃនេះគាត់សងហើយយើងអត់មានទេក៏ប៉ុន្តែយើងអាចច្រោះទៅដល់ថ្ងៃស្អែកឬថ្ងៃស្អែកឥឡូវទៅថ្ងៃនេះបងហើយអញ្ចឹងថ្ងៃស្អែកត្រូវជាថ្ងៃច័ន្ទមិនគាត់ត្រូវបងបន្តអញ្ចឹងយើងអាចច្រោះទៅមើលថ្ងៃច័ន្ទគឺឈ្មោះហ្នឹងមានលោតមកទៀតអត់បើមិនមកលោតមកទៀតគឺមានន័យថាដល់ថ្ងៃត្រូវបងនេះអ្នកត្រូវបងថ្ងៃច័ន្ទគឺម្នាក់គឺតិជននឹងដែរយើងអាចចុចកន្លែងសងប្រាក់នេះដើម្បីសងនៅក្នុងហ្នឹងក៏បានដែរអត់បញ្ហាទេទៅមួយការកលិចតិនដៃមកវិញ web app របស់យើងអាចធ្វើទៅលើទូរស័ព្ទក៏បានកុំព្យូទ័រក៏បានងាយស្រួលហើយសម្រាប់អ្នកប្រើប្រាស់នេះគឺយើងអាច check មើលទៅលើការប្រើប្រាស់ផ្ទាល់ខ្លួនរបស់យើងបាននៅក្នុងស្ថានភាពមួយណានេះយើងអាចដាក់ CO ដាក់អីចូលមកខ្លួនឯងបានហើយការប្រើប្រាស់របស់យើងស្ថិត active ហើយគឺនៅក្នុងស្ថានភាពប្រើសារល្បង7ថ្ងៃទេក្នុងដំណាំនេះអូខេអ្នកប្រកបតាមស្រួលអូខេតើតើមកការប្រើប្រាស់កម្ចីនេះគឺស្រួលមែនទែនគ្រប់គ្រងតិននៃកម្ចីរបស់យើងបានងាយស្រួលមែនទែនបាយមានតែប៉ុណ្្នឹងឯងតើតើមកការបង្កើតកម្ចីថ្មីការសងប្រាក់ការសងផ្ដាច់គឺនៅក្នុងនេះទាំងអស់បាយមួយណាត្រូវការអាចតេតងបាន